ដំណើរកាលព្រះនាយកស្ដេចធ្វើទុកការៈក្នុងព្រឹត្តិសាក្នុងព្រៃអូនស្រុកទាំងយីនេរញ្ញជរីមហាអ្នកទីជាស្ទឹងចន្ទចាស់ពីបុរាណដែលបានល្បីឈ្មោះសង្ធរណីពេលនោះសម្ដេចព្រះមុនីស្វែងរកពីធីអូទីញាណត្រង់ចូលទៅរៀនក្នុងសំណាក់តបោះហើយពីអ្នកដែលបានឈាមត្រង់ឃើញថារកសារៈមានត្រង់ឈប់សមាធិនឹងគ្រូនោះហើយទៅត្រង់តាំងបាទានធំដោយត្រង់និយមមិនរើត្រង់តាំងព្យាយាមក្នុងទីនោះមិនបាច់ពីគ្រោះអ្នកដតីដំបងត្រង់ប្រែខ្យល់ចេញចូលឲ្យមូលប្រមូលទៅតាមផ្ទៃលោកខ្យល់លោកជ្រួលរំជួលក្រៃសัตว์ថ្លៃស្ទើរស្អីព្រះជន្មីទៅត្រង់បងវាយអាសាសព្រមទាំងបាសាសង្វាតាឲ្យបក់ទៅតាមព្រះសេរសា
យ៉ាដែលត្រង់ប្រើខំទំនប់ដំណើរតាមទងប្រែប្រឡាស់ព្រោះខំដំណើរទុំនងចាស់យ៉ាប្រាំហើយតើទៅរឹងកាយយ៉ាងត្រង់បានជាប្រើខ្យល់ដូចនេះដោយត្រង់គិតរិះជ្រុំបំរើប្រងចង់បានត្រាស់ឆាប់ណាជាព្រះ